ហ៎មិនក៏ចៃដានយ៉ាងនេះពពករបស់គាត់រកគាត់ចាំពេលល្អយ៉ាងហ្នឹងឬក៏មានមនុស្សឲ្យដំណឹងហើយយ៉ានាងឆ្លាតណាស់តើបបោសាច់គូបាទអរគុណហេតុអីបានជាជួយខ្ញុំគ្មានអីទេគ្រាន់តែចង់លេងនឹងគាត់ទើសភ្នែកពេកឃើញគេអាក្រក់យ៉ាងនេះធ្វើបាបមនុស្សស្រីមិនខ្លាចមេលោកដឹងថាលោកបោកគាត់ទេហេនាងខ្ញុំជួយនាងណាពាក្យអរគុណមួយម៉ាត់ក៏គ្មាននៅសួរចម្លើយខ្ញុំដូចអ្នកតូទៀតសម័យនេះអ្នកពលរដ្ឋអគ្គិភ័យយកអាំងប៉ាវទៅព្រមពលរដ្ឋភ្លើងដឹងទេអ្នកសង្គ្រោះបន្ទាន់យកប្រាក់ផឹកតែទៅព្រមជូនអ្នកជំងឺទៅពេទ្យខ្ញុំនឹងលោកមិនធ្លាប់ស្គាល់គ្នាវីរៈបរោះជួយស្រីស្អាតទេណានាងខ្ញុំនៅរង្គសាយូរឆ្នាំមិនចេះតែប្រឡូកទេប្រោះរបៀបមិនខ្ញុំមិនដែរជួបតែមិនដែរជួបប្រុសដែលល្អចំពោះមនុស្សស្រីដែលគ្មានបំណងអីនោះទេហើយខ្ញុំទទួលស្គាល់ថាមានបំណងមែនធ្វើប៉ូលីសច្រើនឆ្នាំនៅតែជាកូនចៅគេបើគ្មានប្រាក់សោកប៉ាន់មួយជីវិតគឺនៅតែបែបនេះមានគុណសម្បត្តិថ្នាក់លើយកតែបើមានទោសយើងទទួលខ្ញុំទទួលជោគវាសនាហើយតែសូមឲ្យតែមានប្រាក់ខែអាចស្នើសុំកន្លែងស្នាក់នៅមានគ្រួសារតូចមួយណាស់តែដឹងថាថ្នាក់លើមុននោះដណ្ដើមយកគូដណ្ដឹងខ្ញុំនៅចាប់បានផ្ទាល់នឹងភ្នែកទៀតចុះក្រោយមកធ្វើយ៉ាងម៉េចអាចធ្វើអីបានត្រូវបញ្ជូនទៅយាមស្រះទឹកយាមអស់ប្រមាណឆ្នាំចៃដនបានជួបអាស៊ីងគាត់ជាបងប្អូនរួមចំនួនជាមួយខ្ញុំសំណាងឲ្យដែលមានគីទើបឥឡូវបានដើរតាមមេនឹងណាអញ្ចឹងល្អហើយចាស់លោកនៅមិនស្ងប់ស្ងៀមទៀតទេធ្វើរឿងច្រើនយ៉ាងនេះមិញនៅក្នុងរានកសាលឃើញជីងសៀវគេលូកលាន់នាងខ្លាំងធ្វើបាបខ្សោយមិនដឹងយ៉ាងម៉េចទេក៏នឹកឃើញដល់ខ្លួនឯងផ្ទុះកំហឹងខ្លាំងពេកក៏លេងនឹងគាត់ទៅទុកថាបញ្ចេញកំហឹងឲ្យខ្លួនឯងទៅចុះឈប់នៅទីនេះមកផ្លែតជួបបរិញ្ញម្ដាមទៅល្អអនតាយ៉ាងម៉េចគ្មានបរិយហ៎មុខជាស្រីសំអីនោះលួចបរិយខ្ញុំទៀតហើយចាំជាយ៉ាប់មែនសល់តែម្ដាមនឹងទីនាងប្រកាន់អត់ជាពេលនេះលោកមានមិត្តស្រីហើយនៅទីនៅបំភ្លេចគោលដណ្ដឹងមិនបានទៀតទេគ្មានអីបំភ្លេចបានឬអត់ទេខ្ញុំមិនបន្ទោសនាងតែបន្ទោសខ្លួនឯងគ្មានសមត្ថភាពចុះនាងស្អាតហើយគួរឲ្យខ្លាញ់បែបនេះច្បាស់ជាមានអ្នកតាមស្រឡាញ់ច្រើនមនុស្សប្រវត្តិដូចខ្ញុំប្រុសល្អមិនចង់បានខ្ញុំប្រុសអាក្រក់ខ្ញុំមិនចង់បានមិនយល់ថាធុញទេធុញសាររឿងរាល់តែថ្ងៃ
ឲ្យខ្ញុំដោះស្រាយជាមួយភ្ញៀវទាំងនោះហ្វាំងចូលចិត្តដណ្ដើមភ្ញៀវធ្វើឲ្យស្រីរបាំផ្សេងខឹងផេងផាក់ច្រើននិងអុកឡុកពេញតារាងកសាននឹងគ្មានមួយថ្ងៃណាបានសនុកចិត្តនឹងគេទេនិយាយដូចជាបងស្រីមើលថែប្អូនស្រីអញ្ចឹងពេលពួកនាងឆ្លាមពិតជាទន់ភ្លន់ណាស់ពួកយើងតែងខ្លួនជាមួយគ្នាលេងម៉ាច់ចេងជាមួយគ្នាឆ្លងពិធីបុណ្យជាមួយគ្នាថ្ងៃកំណត់ខ្ញុំរាល់ឆ្នាំពួកនាងសុទ្ធតែធ្វើឲ្យខ្ញុំហាក់ដូចជាគ្រួសារតែមួយមើលអីហ្នឹងគ្មានអីទេនៅជាមួយនាងពេញមួយយប់ទើបតែឃើញនាងសើចត្រូវទទួលភ្ញៀវរាល់តែយប់ពេលណាដែលមិនត្រូវសាយទទួលនោះមិនដូចគ្នាទេយ៉ាងម៉េចហាស៊ីងរឿងដែលយើងឲ្យឯងស៊ើបបានអីខ្លះស្រីរបាំដល់ឲ្យជើងស៊ើបនោះដោយឯងគិតអញ្ចឹងពុតច្បាប់ខ្លួនមែននៅមានទៀតណាចំបានសួរអ្នកនៅជាន់ក្រោមនាងសុទ្ធតែថាខាន់ជប់នាងមកទៅហើយតាមពេលរឿងក្តីសាសាស្លាប់ថ្នាក់លើបានកាត់ថាជាបត្តវៈហេតុអីក៏ឯងនៅសៅរូទៀតអរគុណឯងហើយអាឡនឯងនេះមិនមែនលងស្រាញ់ក៏គូទៅហើយទេដឹងអីជួយស៊ើបរឿងក្តីឲ្យនាងមានអារម្មណ៍ល្អលើឯងអាសម័យឯងនេះគេងប្រចាំផ្ទាល់ខ្លួនអត់ត្រូវហើយប្រហែលថ្ងៃនេះយើងទៅមកកាមួយជើងជួយប្រាប់មេឲ្យមួយម៉ាត់ផងណាទៅភ្នាល់លបែងទៀតហើយមិនមែនទេកំដរកូទៅសួរសុខទុក្ខមនុស្សម្នាក់កុំឲ្យតែទៅភ្នាល់ទៅកុំភ័យយ៉ាងច្រើនកាត់ម្រាមដៃ10ហើយទើបទៅប៉ុណ្ណឹងបានហើយនៅហេតោះទៅស៊ីបបរសមនុស្សលោកល្អកូសំព្រមកំដរខ្ញុំមកកាយនាងជាស្រីមកម្នាក់ឯងខ្ញុំមិនទុកចិត្តទេម្យ៉ាងខ្ញុំជាប៉ូលីសមានមនុស្សម្នាក់កំដរមិនល្អទេអីចាំឲ្យហើយគ្មានអីទេហេខាងមុខបត់គឺផ្លូវហ្វុងឡុងតោះទៅស្គាល់មកកាយច្បាស់ណាស់តាអូសាមកលេងល្បែងញីទំនេរក៏មកលេងពី3ដៃជាមួយមិត្តរួមការងារបើឈ្នះធំអាក្តារណាថាមិនត្រូវអាចទិញតំណែងមេមកធ្វើលេងពូកាយសម័យមែនសម័យលេងប៉ុណ្ណោះហេមិនអញ្ចឹងគួយជួបបារីម្ដាមទៅសម្រាប់មកផ្លែតសិនខ្ញុំមានសំណួរមួយខ្ញុំចង់សួរនាងរហូតមកចង់សួរថាហេតុអីធ្វើអាជីពនឹងមែនបើមិនចង់និយាយមិនបាច់ឆ្លើយទេតែខ្ញុំមានបងប្អូនប្រុសស្រី8នាក់ខ្ញុំជាកូនទី2បឋមរៀនមិនទាន់ចប់ក៏ចេញមកធ្វើការចិញ្ចឹមគ្រួសារអាយុ16ធ្វើកម្មកររោងចក្រមានវេនយាមត្រូវអត់ល្ងុយទៅប្របានប្រាក់បន្តិចបន្តួចផ្ញើទៅផ្ទះបោកទាំងថ្លៃបន្ទប់គ្មានសេសសល់ប្រមាណនោះទេចុងក្រោយធ្លាក់ខ្លួនឈឺឲ្យថ្លៃថ្នាំហើយបន្តិចក៏មិនសល់ពុកខ្ញុំថាកូនស្រីមិនគួរធ្វើការគួរតែរៀបការឲ្យគេចិញ្ចឹមចុងក្រោយរកតាចាស់សក់ស្កើម្នាក់មកឲ្យខ្ញុំរៀបការនឹងគាត់នោះមិនដូចលក់ទៅហើយទេរៀបការគឺលក់ឆាកជីវិតទាំងមូលឲ្យតែអ្នកដទៃខ្ញុំមិនចង់ខ្ញុំចង់ពឹងខ្លួនឯងក្រោយមកមានអ្នកធ្វើការជាមួយថាស្រីរបាំរកប្រាក់បានច្រើនសួរខ្ញុំចង់ធ្វើទេខ្ញុំគិតថាយ៉ាងណាក៏ត្រូវតែលក់ដដែលលក់10ឆ្នាំប្រសើរជាងលក់មួយជីវិតរកលុយគ្រប់ចំនួនក៏ឡើងកោបវិញមួយជីវិតមិនចាំបាច់ពឹងអ្នកផ្សេងទៀតទេអូនាងខ្លាំងមែននៅហុងកុងសាច់ក្រមិនសាច់លក់ក៏មិនមែនសម្រាប់មនុស្សដុតផ្ទះក្បត់មនសិការយល់ថាត្រូវនឹងខ្លួនឯងទៅគឺបានហើយត្រូវដូចខ្ញុំនៅលើតុលបែងភ្នាល់មកក្តារអញ្ចឹងរបស់ដែលខ្ញុំភ្នាល់គឺលុយចំណែកនាងគឺយុវវ័យ